រហូតមកដល់ពេលនេះឲ្យតែខ្ញុំធុំក្លិនធូបឬផ្កាម្លិះនៅពេលយប់ខ្ញុំតែងតែព្រឺក្បាលខ្ញាក់នៅឡើយទេរឿងរ៉ាវនេះវាបានកើតឡើងចំពោះខ្ញុំកាលពីពេលនោះវាគឺជាសប្បន្នអាក្រក់មួយដែលពុំអាចបំភ្លេចបានក្នុងវិជ្ជាជីវិតរបស់ខ្ញុំអាចារ្យជាមិត្តភក្តិរួមថ្នាក់ដ៏ជិតស្និទ្ធបំផុតកាលពីពេលរៀនវិទ្យាល័យក្រោយពេលរៀនចប់ពួកយើងក៏បានដាច់ការតាក់ទងគ្នាដោយសារតែវាត្រូវរើទៅរស់នៅជាមួយគ្រួសារនៅឯស្រុកស្រែចម្ការក្នុងខេត្តពោធិ៍សាត់ចំណែកខ្ញុំបន្តរៀននៅភ្នំពេញខ្ញុំមិននឹកស្មានថាការដឹងដំណឹងពីវាម្ដងទៀតបែរជាដំណឹងស្លាប់របស់វាទៅវិញអារ៉េតដែលជាមិត្តចាស់ម្នាក់ទៀតបានប្រាប់ខ្ញុំទាំងស្លន់ស្លោថាអាចារ្យត្រូវបានគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅនឹងកន្លែងភ្លាមពេលឮអារ៉េតវាប្រាប់បែបនោះខ្ញុំក្តុកក្តួលខ្លាំងណាស់ក៏សម្រេចចិត្តជិះម៉ូតូកាត់យប់រាប់រយគីឡូដើម្បីទៅកំដរសពមិត្តជាលើកចុងក្រោយផ្ទះបុណ្យសពរបស់អាចារ្យស្ថិតនៅដាច់ឆ្ងាយពីគេហុំព័ទ្ធទៅដោយចំការដូងប្រេងដ៏ងងឹតស្លុបបរិយាកាសក្នុងពិធីបុណ្យស្ងាត់ជ្រងំខុសទៅធម្មតាដោយមានលោកអ៊ំសូននិងអ្នកមីងហួយដែលត្រូវជាឪពុកម្ដាយរបស់វាអង្គុយយំសម្រក់ទឹកភ្នែកនៅក្បែរក្តារមឈូសលុះដល់យប់ជ្រៅភ្ញៀវក៏ត្រឡប់ទៅផ្ទះវិញអស់សល់តែខ្ញុំអារ៉េតនិងក្មេងក្នុងភូមិម្នាក់ទៀតឈ្មោះអាខាកំពុងអង្គុយកំដរសពប្រហែលជាម៉ោង 2 រំលងអាទិត្យអារ៉េតនិងអាខាក៏ទ្រាំប្របានក៏លងលក់ទៅនៅសល់តែខ្ញុំម្នាក់ឯងគត់អង្គុយមើលរូបថតរបស់អាចារ្យភ្លាមនោះខ្យល់ត្រជាក់ស្រេបមួយបានហោះមកវូធ្វើឲ្យភ្លើងទៀននៅមុខមឈូសរលត់ព្រមគ្នាខ្ញុំភ័យបុកពោះឈឹបក៏ប្រញាប់កោសឈើគូសអុជទៀនឡើងវិញប៉ុន្តែពន្លឺភ្លើងទៀនភ្លឺឡើងខ្ញុំសឹងតែលោតចេញពីកៅអីព្រោះនៅចុងជើងក្តារមឈូសរបស់វាមានស្រមោលមនុស្សម្នាក់ឈរថ្លុងពេលនោះខ្ញុំពិនិត្យមើលឲ្យបានច្បាស់គឺអាចារ្យវាឈរសម្លឹងមកខ្ញុំទាំងទឹកមុខស្រេកស្លាំងរង្វង់ភ្នែកក្រហមដៅខ្មៅហើយថែមទាំងយំមកហូរទឹកភ្នែកជាឈាមទៀតវាសម្លឹងមកខ្ញុំទាំងយំខ្សឹកខ្សួលរួចក៏រលាយបាត់ទៅខ្ញុំភ័យណាស់ខំដាស់អារ៉េតនិងសុខាតែប្លែកត្រង់ថាពួកវាដេកដូចជាវាយសន្លប់ដាស់យ៉ាងណាក៏មិនភ្ញាក់យប់នោះខ្ញុំត្រូវអង្គុយអោបជង្គង់ចាក់សោភ្នែកទាំងញ័រទៅត្រេតរហូតទល់ភ្លឺក្រោយចប់ពិធីបូជាសពខ្ញុំក៏លាឪពុកលាម្ដាយរបស់អាចារ្យដើម្បីជិះម៉ូតូត្រឡប់មកភ្នំពេញវិញទាំងប្រឡប់ព្រោះខ្ញុំគិតថាចេញផុតពីទីនោះចិត្តនឹងបានធូរស្រាលប៉ុន្តែគិតខុសទាំងស្រុងពេលខ្ញុំជិះមកដល់ផ្លូវលំដីក្រហមដ៏ស្ងាត់មួយស្រាប់តែម៉ូតូរបស់ខ្ញុំរលត់ម៉ាស៊ីនកណ្ដាលចំការខណៈពេលដែលខ្ញុំកំពុងធាក់បញ្ឆេះម៉ូតូក្លិនស្អុយរលួយដោយសាកសពក៏ភាយឡើងពេញច្រមុះខ្ញុំងើបមុខឡើងស្រាប់តែឃើញបុរសម្នាក់បែរខ្នងនៅខាងមុខម៉ូតូខ្ញុំក៏ស្រែកសួរពូជួយមើលម៉ូតូខ្ញុំបន្តិចមកបានទេបុរសនោះងាកមកយឺតអត់ទេមិនមែនជាអ្នកភូមិទេគឺជាអាចារ្យរូបរាងរបស់វាពេលនេះគឺហើមប៉ោងឈាមហូរស្រោចពេញមុខមាត់ភ្នែកលៀនចេញមកខាងសម្លឹងមកខ្ញុំទាំងកំហឹងស្រែកហៅអាលីហើយជួយអញផងហើយកុំទៅចោលអញអីខ្ញុំភ័យខ្លាំងណាស់ធាក់ម៉ូតូមួយទំហឹងលើកនេះវាឆេះខ្ញុំក៏បន្ថែមហ្គែបើករត់ឡើងលឿនស្លេវប៉ុន្តែភាពរន្ធត់របស់ខ្ញុំមិនទាន់អស់ទេពេលដែលខ្ញុំបើកម៉ូតូដល់ផ្លូវជាតិក៏លេចមើលកញ្ចក់ម៉ូតូខ្ញុំស្ទើរកាំងបេះដូងព្រោះឃើញវិញ្ញាណរបស់អាចារ្យកំពុងអង្គុយពីក្រោយខ្នងខ្ញុំគេផ្អែកក្បាលដល់ត្រជាក់ស្រេបរបស់គេមកលើស្មាខ្ញុំរួចខ្សឹបដាក់ត្រចៀកខ្ញុំតិចថាទៅផ្ទះជាមួយគ្នាខ្ញុំភ័យពេកលែងដឹងអ្វីទាំងអស់ធ្វើឲ្យម៉ូតូដួលបោកទៅលើថ្នល់សន្លប់បត់ស្មារតីស្តុកស្ដឹងខ្ញុំត្រូវបានគេជួយសង្គ្រោះ
ដោយដឹកមកបន្ទីពេទ្យរួចក៏ត្រឡប់មកផ្ទះវិញប៉ុន្តែអាចារ្យវានៅតែមិនព្រមដោះលែងខ្ញុំសោះរាល់យប់ខ្ញុំតែងតែឮសំឡេងក្រចកឆ្កូតទ្វារបង្អួចសំឡេងយំខ្សឹកខ្សួលនិងឃើញស្រមោលរបស់វាឈរមើលខ្ញុំពីបង្អួចជានិច្ចខ្ញុំដេកមិនលក់សោះរាប់សប្តាហ៍រហូតដល់រាងកាយស្គមស្គាំងភ្នែកស្លក់បាត់បង់ស្មារតីក្នុងខ្លួនក្រោយឃើញខ្ញុំប្លែកម្ដាយរបស់ខ្ញុំក៏សម្រេចចិត្តនាំខ្ញុំទៅរកលោកគ្រូធំដែលជាគ្រូមន្តអាគមខ្មែរបុរាណដ៏ល្បីម្នាក់គង់នៅវត្តមួយក្នុងខេត្តកណ្ដាលគ្រាន់តែឃើញមុខខ្ញុំភ្លាមលោកគ្រូធំមានធរណីកាទាំងមុខស្ងើថាញោមឯងណាមានប្រលឹងតោងតាមពីក្រោយដល់ក្រាស់ខ្មឹកគេជាមិត្តចិត្តដិតរបស់ញោមគេស្លាប់តែមិនទាន់ដាច់អាល័យនៅមានចិត្តប្រច័ណ្ឌចង់បានញោមទៅនៅជាមួយបើមិនធ្វើកិច្ចកាច់ផ្ដាច់ទេគេនឹងទាញយកជីវិតញោមទៅមិនខានលោកគ្រូបានរៀបចំពិធីរំដោះគ្រោះឲ្យខ្ញុំគេឲ្យខ្ញុំទៅអង្គុយនៅកណ្ដាលរង្វង់ខ្សែកាត់រុំព័ទ្ធទៅដោយខ្សែសីមានិងទៀនជ័យ8ទិសលោកគ្រូធំចាប់ផ្ដើមសូត្រមន្តគាថាអាគមយ៉ាងខ្លាំងនិងយកទឹកមន្តគាថាមកស្រោចទៅលើរាងកាយរបស់ខ្ញុំស្រាប់តែពេលនោះមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងនៅក្នុងសាលាឆោទៀនទ្វារបង្អួចបោកខ្ទប់ឬសូរភុះខ្លួនប្រាណរបស់ខ្ញុំចាប់ផ្ដើមឡើងកម្ដៅនិងឈឺផ្សាដូចគេហែកសាច់នៅក្នុងភ្នែករបស់ខ្ញុំឃើញវិញ្ញាណអាចារ្យកំពុងឈរនៅពីមុខមាត់របស់វាប្រែជាកំណាចស្រែកកំហុកដាក់ខ្ញុំទាំងមិនសុខចិត្តលោកគ្រូធំបានយកកាំបិតបន្ទោសរួចចង្អុលទៅទិសដែលវិញ្ញាណនោះឈររួចសូត្របណ្ដេញយ៉ាងដាច់អហង្ការថាសព្ពេសត្តាមរណੰគេនឹងឯងដាច់ភពដាច់ឋាននឹងគ្នាហើយកុំមកចង់កម្មពៀនឹងគេតទៅទៀតអីឯងគួរតែទៅកាន់ទីស្ងប់សុខចុះបន្ទាប់ពីជះទឹកមុនចុងក្រោយមកលើខ្ញុំរួចខ្ញុំក៏ក្អួតចេញមកទឹកខ្មៅជាច្រើនហើយខ្ជាប់ជុះទាំងប៉ុន្មានក៏បានបាត់រលត់ទៅវិញពេលនោះខ្ញុំមានអារម្មណ៍ថារាងកាយរបស់ខ្ញុំស្រាលស្រឡះហាក់បីដូចជាបានរួចពីច្រវាក់ដ៏ធ្ងន់ធ្ងរមួយក្រោយពីថ្ងៃនោះមកលោកគ្រូធំបានប្រកល់គេថាការពារខ្លួនមួយខ្សែឲ្យខ្ញុំពាក់ជាប់នឹងកហើយត្រូវផ្ដាំថាធ្វើបុណ្យឧទ្ទិសកុសលបញ្ជូនមគ្គផលទៅកាន់អាចារ្យឲ្យបានញឹកញាប់ដើម្បីឲ្យវិញ្ញាណរបស់វាបានទៅចាប់ជាតិចាប់កំណើតដោយគ្មានចិត្តគុំគួនតទៅទៀតឥឡូវនេះខ្ញុំលែងបានជួបនឹងរឿងរំភើបនេះទៀតហើយប៉ុន្តែរឿងរ៉ាវយប់នោះវានៅតែជាស្រមោលអតីតកាលដ៏រំភើបមួយដែលបានតាមលងបន្លាចចិត្តខ្ញុំរហូតមក